នៅក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់54ព្រះវស្សាយាងចូល55ព្រះវស្សារបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ប្រកបដោយសេចក្តីសោមនស្សរីករាយនាឆ្នាំនេះព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាទូទាំងព្រះរាជាណាចក្រកម្ពុជាសូមថ្វាយព្រះពរជ័យមង្គលព្រះបរមសុខគ្រប់ប្រការថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងនិងសូមសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាธิគុណដ៏ធ្ងន់ដែលព្រះអង្គបានលះបង់ទាំងព្រះបញ្ញាញាណព្រះកាយពលនិងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមដើម្បីព្រះរាជឧបត្ថម្ភក្នុងវិស័យទ្រទ្រង់សង្គមការអភិវឌ្ឍគ្រប់ផ្នែកនៅទីជនបទព្រះរាជហឫទ័យប្រោសប្រណីដល់ជីវភាពប្រជារាស្ត្រទីតក្រនិងព្រះរាជកិច្ចក្នុងផ្នែកទំនាក់ទំនងអន្តរជាតិជាដើមដើម្បីបបផហេតុនៃភាពចម្រើនថ្កុំថ្កើងរបស់ជាតិមាតុភូមិនិងទ្រង់គង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំក្នុងសេចក្តីសុខសន្តិភាពវិបលភាពសម្រាប់ប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គបានជ្រកកោនប្រកបដោយសេចក្តីសង្ឃឹមនិងកក់ក្ដៅនាពេលកន្លងមកដើម្បីតបស្នងទៅនឹងព្រះមហាករុណាธิគុណដែលមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាជាកូនចៅសូមប្រាជ្ញារួមសាមគ្គីភាពឯកភាពគ្នាជាធ្លុងមួយក្នុងការខិតខំពុះពៀនៅរាល់ការលំបាកគ្រប់បែបយ៉ាងហើយខិតខំបង្កើននៅស្មារតីយកចិត្តទុកដាក់លើការអនុវត្តគ្រប់ភារកិច្ចតាមមុខជំនាញឯកទេសរៀងៗខ្លួនឲ្យបានសម្រេចលទ្ធផលយ៉ាងគប្បប្រសើរតាមព្រះរាជតម្រិះដឹកនាំដ៏ជ្រាស់វៃនិងប្រកបដោយព្រះរាជគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាម្ចាស់ជីវិតលើត្បូងដើម្បីព្រះរាជាណាចក្រកម្ពុជាមានវឌ្ឍនភាពលើគ្រប់ផ្នែកគ្រប់វិស័យព្រមទាំងទទួលបាននូវកិត្តិយសកិត្យានុភាពដ៏រុងរឿងកើងស្កានបានភ្ជាប់និស្ស័យទៅនឹងសម័យមហានគរនិងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿងឡើងវិញសូមសម្ដែងនៅមនោសញ្ចេតនាស្វាមិភក្តិនិងរីករាយអបអរសាទរយ៉ាងភ្លឺថ្លាបំផុតចំពោះព្រះរាជពិធីបុណ្យដ៏មហាវិសេសវិសាលពោរពេញដោយជ័យមង្គលនេះនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះបារមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោកមានឫទ្ធិបារមីនៃទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រទេវតាថែរក្សាព្រះបរមរាជវាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជានិងព្រះឥន្ទព្រះព្រំជាដើមសូមជួយបីបាច់រក្សាប្រព្រំនៅទឹកអមរិតប្រសិទ្ធពរជ័យបវរសុស្ដីមហាប្រសើរថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើងសូមព្រះអង្គបានប្រកបនៅព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ចាក់ផុតពីព្រះរូបគៀតទាំងឡាយទាំងពួងមានព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លានិងមានព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់សោយសុខក្នុងព្រះបរមសារីរិកសម្បត្តិដែលជាម្លប់ដ៏ត្រជាក់ដ៏សន្តិភាពការឯកភាពជាតិនិងភាពសម្បូរសប្បាយសុខដុមរមនាដល់ប្រទេសនិងប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គជារៀងដរាបតទៅ